បាទសួស្តីបងប្អូននេះគឺជាវីដេអូទី2ទៅទៅនឹងការរៀនភាសាកូរ៉េដោយខ្លួនឯងតាមរយៈប្រព័ន្ធវីដេអូ Telegram ហ្នឹងអញ្ចឹងវីដេអូទី1គឺគ្រូបាននិយាយអំពីទៅទៅនឹងសេចក្តីផ្ដើមហើយនឹងការណែនាំខ្លួនហើយចំពោះវីដេអូទី2នេះគឺលោកគ្រូនិយាយអំពីស្រៈនៅក្នុងភាសាកូរ៉េអញ្ចឹងអឺដោយលោកគ្រូនិយាយកាលពីសេចក្តីផ្ដើមអញ្ចឹងនៅក្នុងភាសាកូរ៉េជនជាអ្នកមានចំនួន19ហើយស្រៈមានចំនួន21នៅក្នុងនោះស្រៈមូលដ្ឋានស្រៈមូលដ្ឋាននៃបង្កើតដំបូងនោះគឺមានចំនួន10ហើយស្រៈផ្សំមានរហូតដល់11ឯនោះហើយអញ្ចឹងថ្ងៃនេះយើងនឹងចូលទៅដល់ស្រៈនៅក្នុងភាសាកូរ៉េទាំងម្ដងហើយមុននឹងយើងចូលដល់ស្រៈអញ្ចឹងលោកគ្រូចង់បញ្ជាក់ប្រាប់គឺយើងដែរបើសិនជាយើងពិតជាចង់ចេះភាសាកូរ៉េដាក់ចិនដាក់ការរៀនគឺប្រកាសជាចេះហើយព្រោះក្នុងភាសាកូរ៉េស្រៈតិចហើយនឹងជួយអ្នកក៏តិចដែរហើយបច្ចុប្បន្នមានជនជាតិកូរ៉េជាច្រើនបានធ្វើការវិនិយោគទុននៅប្រទេសកម្ពុជាមកយើងអញ្ចឹងយើងរៀនភាសាកូរ៉េវាមានអត្ថប្រយោជន៍ច្រើនទីមួយយើងអាចទៅធ្វើការនៅប្រទេសកូរ៉េជាអឺអ្នកធ្វើការឬក៏ជាត្រីអីចឹងទៅឬក៏អាចទៅរៀនតនៅប្រទេសកូរ៉េហើយវិរុំតឲ្យទៅប្រទេសកូរ៉េមកថាទៅធ្វើការឬក៏ទៅរៀនតទេគឺបើសិនជាយើងអត់ចេះភាសាកូរ៉េទេគឺលំបាកមកទៀតហើយអញ្ចឹងបើសិនជាអាចthìយើងគួរទៅរៀនឲ្យចេះបានច្រើនដល់ពេលយើងទៅដល់កូរ៉េទៅគឺមានភាពងាយស្រួលព្រោះអីដោយសារតែពេលទៅដល់ប្រទេសកូរ៉េហ្នឹងបើសិនជាយើងអត់ចេះភាសាកូរ៉េទេគឺបាក់បន្តិចដោយសារជនជាតិកូរ៉េគឺជានិយមភាសាអង់គ្លេសគឺគេអត់សូវប្រើទេភាគច្រើនគឺគេប្រើតែភាសាកូរ៉េទេអញ្ចឹងបើសិនយើងចេះគឺល្អហើយចេះភាសាកូរ៉េសូម្បីតែការងារនៅខ្មែរក៏មានភាពទូលំទូលាយច្រើនដែរឲ្យតែយើងចេះហើយភាសាកូរ៉េរៀនឆាប់ចេះទេដោយសារតែមានស្រៈតិចជួយយើងតិចអញ្ចឹងអត់ពិបាកទេសំខាន់ឲ្យតែគ្នាយើងរៀនគឺអត់ពិបាកទេរៀនឲ្យយុទ្ធសាស្ត្រគឺយើងឆាប់ចេះដែរបាទអញ្ចឹងយើងចូលមកមេរៀននេះវិញអញ្ចឹងស្រៈនៅក្នុងភាសាកូរ៉េស្រៈនៅក្នុងភាសាកូរ៉េអឺភាសាកូរ៉េស្រៈគេថាម៉េចគឺម៉ឺមម៉ឺមម៉ឺមគឺស្រៈក្នុងភាសាកូរ៉េអញ្ចឹងស្រៈនៅក្នុងភាសាកូរ៉េទាំងអស់មានរហូតដល់20 21អញ្ចឹងឥឡូវយើងចូលទៅដល់ស្រៈសំស្រៈមូលដ្ឋានទាំងអស់គ្នាអញ្ចឹងស្រៈមូលដ្ឋានរបស់យើងមានចំនួន10ស្រៈឯណោះស្រៈមូលដ្ឋានហើយស្រៈផ្សំមាន11អញ្ចឹងស្រៈផ្សំទី1ស្រៈផ្សំទី1គឺស្រៈ A ស្រៈ A អញ្ចឹងមុននឹងលោកគ្រូបញ្យល់ទៅនឹងស្រៈ A នេះក៏លោកគ្រូបញ្យល់ពីការកកើតនៃស្រៈក្នុងភាសាកូរ៉េដែរនៅក្នុងភាសាកូរ៉េគេមានដំណើរតគ្នាទេស្រៈក្នុងភាសាកូរ៉េកើតឡើងពីធាតុទឹកធាតុ3ទី1ទី1គឺអសារ៉ាំសារ៉ាំអញ្ចឹងពីលើចុះក្រោមត្រង់ជីគេហៅថាសារ៉ាំហើយដល់ពេលពីឆ្វេងទៅស្ដាំជីនេះគេហៅថាតាំងហើយមួយទៀតអអាមូលទូនជីមាននេះចាំទីគូពីអមូលទូចមូលទូចដូចអាមីងក្រូលមូលទូចអាមីងក្រូលហ្នឹងគេហៅថាអហាហានិលហានិលអញ្ចឹងអាឈរនេះគេហៅថាសារ៉ាំសារ៉ាំសារ៉ាំប្រែថាមនុស្សសារ៉ាំប្រែថាមនុស្សដល់ពេលបន្តមូលនេះគេហៅថាឬមីងក្រអលហ្នឹងគេហៅថាហាហានិលហានិលហានិលយើងប្រែថាមេឃហើយមួយដេកខាងក្រោមនេះហៅតាំងតាំងយើងហៅថាផែនដីផែនដីអញ្ចឹងស្រៈនៅក្នុងភាសាកូរ៉េកើតចេញពីធាតុ3យ៉ាងនឹងទី1គឺសារ៉ាមគឺមនុស្សនេះទី2គឺ Hanel Hanel គឺមេឃតមកទៀតគឺតាំងគឺផែនដីអញ្ចឹងផែនដីមនុស្សមេឃតាំងផែនដីសារ៉ាមមនុស្សហើយនិង Hanel Hanel នេះគឺមេឃអញ្ចឹងផែនដីមនុស្សមេឃផែនដីមនុស្សនិងមេឃនេះក៏បង្កើតបានទៅជាស្រៈនៅក្នុងភាសាកូរ៉េអញ្ចឹងឧទាហរណ៍ដូចស្រៈទី1នេះស្រៈទី1នេះយើងហៅថាស្រៈ
អាស្រៈអាស្រៈអាគឺដូចទៅស្រៈខ្មែរនៅទេខ្មែរយើងក៏មានស្រៈអាដែរអញ្ចឹងស្រៈអានេះអឺយើងសរសេរអីមុនអញ្ចឹងស្រៈនៅក្នុងភាសាកូរ៉េគឺយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំពីលើចុះមកខាងក្រោមចំពោះព្យញ្ជនៈក៏ដូចគ្នាដែរគឺយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះក្រោមដូចគ្នាទេអញ្ចឹងភាសាកូរ៉េគឺសរសេរពីឆ្វេងស្ដាំពីលើចុះមកក្រោមអូខេឥឡូវស្រៈអានេះកើតឡើងពីធាតុអីខ្លះគឺសារ៉ាមនេះមនុស្សពីលើចុះក្រោមថងនេះហៅសារ៉ាមមនុស្សបន្តមកទៀត handle បូកជាមួយ handle នេះ handle ទូហ្នឹង handle ដូចវិញក៏បានមូលក៏បានដែរ handle ហ្នឹងអញ្ចឹងសារ៉ាមពីលើចុះក្រោមពីឆ្វេងទៅស្ដាំអឺមនុស្សបូកជាមួយនឹង handle នេះបង្កើតបានទៅជាស្រៈថ្មីមួយដែលយើងហៅថាស្រៈអាស្រៈអាស្រៈអាអូខេ ចឹងស្រៈអាហើយបើសិនជាអាចពេលខ្លះគ្នាយើងរៀនយើងអាចថាតាមបានដែរដើម្បីគ្នាយើងសមនៅក្នុងភាសាកូរ៉េនិយាយរួមទៅភាសាកូរ៉េកាន់តែអានកាន់តែនិយាយគឺកាន់តែចេះបាទចឹងស្រៈទី1នេះគឺស្រៈអាស្រៈអាអូខេចឹងយើងចូលទៅកាន់ស្រៈទី2ស្រៈទី2គឺស្រៈយ៉ាយ៉ាស្រៈយ៉ាស្រៈយ៉ាដូចគ្នាវាកើតឡើងចេញមកពីធាតុពីរដូចគ្នាគឺមនុស្សបូកជាមួយនឹងមេឃបាទសារ៉ាមបូកជាមួយនឹងហានេលអញ្ចឹងសារ៉ាមបែបណាអញ្ចឹងពីលើចុះក្រោមនេះគឺសារ៉ាមតមកទៀតយើងដាក់ថ្មីក្រលឬក៏ហានេលមេឃហ្នឹងទី1តមកទៀតទី2អញ្ចឹងយើងហៅថាស្រៈយ៉ាយ៉ាស្រៈយ៉ានេះគឺស្រៈទី2នៅក្នុងភាសាកូរ៉េអឺបន្ទាប់ពីស្រៈយ៉ាយើងចូលស្រៈទី3ស្រៈទី3នេះយើងអានថាស្រៈអស្រៈអអស្រៈអនេះដូចគ្នាគឺយើងទៅសេhandle មុនដោយសារតែយើងសេពីឆ្វេងទៅស្ដាំអញ្ចឹងទៅសេ handle មុនសេ handle មុនហើយតមកទៀតយើងសេសារ៉ាមមនុស្សទៅសេមេឃហើយទៅសេមនុស្សពីលើចុះក្រោមពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំហើយអឺពីលើចុះមកក្រោមលោកគ្រូស័ក្តិសូរស្អាតដោយសារតែរស័យលើអេក្រង់ទៅវាស្ទើរបន្តិចចឹងយើងរសេរពីឆ្វេងស្ដាំហើយពីលើចុះមកក្រោមដែលយើងហៅថាស្រៈអស្រៈអអក្សរអហ្នឹងឯងគឺស្រៈអស្រៈអអញ្ចឹងស្រៈអនេះគឺជាស្រៈទី3បន្ទាប់ពីស្រៈអគឺស្រៈអីគេខ្ញុំបន្ទាប់ស្រៈអគឺស្រៈអីស្រៈយ៉ស្រៈយ៉យ៉អូខេអញ្ចឹងស្រៈយ៉នេះដូចគ្នាដូចនឹងស្រៈមុនដែរបាទហើយយើងទៅសេ handle អឺយើងទៅសេ handle គឺមេឃយើងទៅសេ handle ទី1មេឃទី1មេឃទី2តមកទៀតសេពីលើចុះក្រោមសារ៉ាមអញ្ចឹង handle មេឃ handle មេឃតមកពីលើចុះក្រោមសារ៉ាមកើតបានទៅជាស្រៈថ្មីមួយដែលយើងហៅថាស្រៈអីស្រៈយ៉យ៉យ៉អូខេអញ្ចឹងស្រៈយ៉គឺយើងអានបែបហ្នឹងហើយយើងទៅសេបែបហ្នឹងគឺយើងទៅសេពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមនេះគឺជាស្រៈទី4អូខេអញ្ចឹងយើងចូលទៅកាន់ស្រៈមួយទៀតគឺស្រៈអីគឺស្រៈអូ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 នេះអឺវាដូចនឹងស្រៈមុនដែរគឺវាពិសេសគឺយើងពិសេសពីលើចុះក្រោមហើយពីឆ្វេងទៅស្ដាំអញ្ចឹងស្រៈអូនេះគឺយើងពិសេសសារៈមុនយើងពិសេសពីលើចុះក្រោមមុនតមកយើងពិសេសពីឆ្វេងស្ដាំពីលើចុះក្រោមហើយពីឆ្វេងទៅស្ដាំពីលើចុះក្រោមហើយពីឆ្វេងស្ដាំពីលើចុះមកក្រោមហើយយើងសេពីឆ្វេង
ស្ដាំដែលយើងហៅថាស្រៈអូស្រៈអូស្រៈអូអូខេស្រៈអូស្រៈទីម៉ែនគឺស្រៈអូគឺស្រៈទី5ចឹងចូលដល់ស្រៈទី6ស្រៈទី6ដូចគ្នាអឺយើងហៅថាស្រៈយោ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 នេះអឺដូចគ្នាគឺយើងទៅសេសារ៉ាមុនដែរយើងសេពីលើចុះក្រោមអឺពីលើចុះក្រោមទី1ពីលើចុះក្រោមទី2តោះយើងសេពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមទី1ពីលើចុះមកក្រោមទី2តទៅទៀតសេពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមទី1ពីលើចុះមកក្រោមទី2ពីឆ្វេងទៅស្ដាំអញ្ចឹងស្រៈនេះគឺស្រៈយោស្រៈយោស្រៈយោស្រៈទីម៉ែនគឺស្រៈទី5 6តមកទៀតតទៅស្រៈយោយើងចូលដល់ស្រៈទៀតគឺស្រៈអ៊ូ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 នេះដូចគ្នាគឺយើងទៅសេអឺពីឆ្វេងទៅស្ដាំពីលើចុះមកខោឆ្វេងទៅស្ដាំហើយពីលើចុះមកក្រោមពីឆ្វេងស្ដាំហើយពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំហើយពីលើចុះមកក្រោមដែលយើងហៅថាស្រៈអ៊ូស្រៈអ៊ូអូខេអញ្ចឹងស្រៈអ៊ូនេះស្រៈទីម៉ែនគេស្រៈអ៊ូស្រៈអ៊ូស្រៈទីម៉ែនស្រៈអ៊ូនេះការពិតស្រៈអ៊ូនេះគឺស្រៈទី5ស្រៈអ៊ូស្រៈទីម៉ែនគឺទី5ទី6ទី6ស្រៈអ៊ូនេះគឺស្រៈទី6មានលេខគូច្រឡំអានោះស្រៈទី5ឯនេះស្រៈទី6ហើយអូខេអញ្ចឹងបន្ទាប់ពីស្រៈអ៊ូអញ្ចឹងចូលទៅស្រៈមួយទៀតគឺស្រៈទី5 7ដែលយើងហៅថាស្រៈយូយូយូអូខេអញ្ចឹងស្រៈយូនេះដូចគ្នាគឺយើងទៅសេពីឆ្វេងទៅស្ដាំមុនពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំហើយពីលើចុះមកក្រោមពីលើចុះមកក្រោមយើងហៅថាស្រៈអីគ្នាស្រៈយូស្រៈយូយូយូយាគឺយូពាក្យយូយាហ្នឹងគឺស្រៈយូស្រៈយូអញ្ចឹងស្រៈយូនេះពេលយើងអានរៀងមាត់ស្រួយទៅបន្តិចអូខេបន្ទាប់ពីស្រៈយូបន្ទាប់ពីស្រៈយូហើយគឺយើងចូលស្រៈទី9ស្រៈទី9នេះគឺស្រៈអ៊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 ឺនេះដូចគ្នាគឺដូចសរសេរគឺយើងសរសេរតែមួយទេគឺតាំងគឺពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំអានេះហៅថាតាំងនេះគឺជាស្រៈអ៊ឺ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 នេះគឺជាស្រៈទី5ទី9អូខេចាំបន្តមកទៀតគឺយើងចូលដល់ស្រៈមួយទៀតគឺស្រៈទី10អញ្ចឹងស្រៈមូលដ្ឋានទី10នេះគឺស្រៈអីគេគឺស្រៈអ៊ី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 អត់បាក់សេទេដោយសារតែមានតែមួយអញ្ចឹងយើងទៅសេសារ៉ាំតែម្ដងគឺពីលើចុះក្រោមយកតែម្ដងពីលើចុះមកក្រោមពីលើចុះមកក្រោមពីលើចុះមកក្រោមអញ្ចឹងតែម្ដងចេញគេហៅថាស្រៈអ៊ីពីលើចុះមកក្រោមស្រៈអ៊ីសារ៉ាមពីលើចុះក្រោមត្រង់ហៅសារ៉ាមហ្នឹងឯងស្រៈអ៊ីអញ្ចឹងស្រៈមូលដ្ឋានហ្នឹងគឺមាន10ហ្នឹងឯងហើយវីដេអូបន្តដោយគ្រូដាក់ស្រៈ11ទៀតគឺស្រៈផ្សំអញ្ចឹងទាំងអស់20 21ហ្នឹងឯងចឹងលោកគ្រូអានឡើងវិញស្រៈមូលដ្ឋានទាំង10នេះអញ្ចឹងស្រៈទី1យើងអានថាស្រៈអា
à à ស្រៈទី2គឺស្រៈយ៉ា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 អូខេស្រៈទី3គឺស្រៈអអអស្រៈទី4គឺស្រៈយ៉យ៉យ៉ស្រៈទី5គឺស្រៈអូអូអូស្រៈទី6គឺស្រៈយ៉ូយ៉ូស្រៈយ៉ូស្រៈទី7អទី6នេះវាស្រៈទី5ស្រៈទី6គឺស្រៈអ៊ូស្រៈអ៊ូស្រៈអ៊ូស្រៈទី7មានស្រៈទី7គឺស្រៈទី8អញ្ចឹងស្រៈទី8របស់យើងនេះគឺស្រៈ U ស្រៈ U ស្រៈទី9គឺស្រៈស្រៈអ៊ឺស្រៈមូលដ្ឋាននៅក្រោយគឺស្រៈ E E អញ្ចឹងដល់ពេលយើងអានថាម៉េចអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីដល់ពេលយើងអានលឿនយើងអានថាម៉េចអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីអូខេស្រៈអាបើកមាត់ស្រៈយ៉ាបើកមាត់ដែរស្រៈអស្រៈយ៉ស្រៈអូស្រៈយ៉ូស្រៈអ៊ូស្រៈអ៊ូនេះគឺយើងអានមាត់រៀងស៊ុយទៅមុខស្រៈអ៊ូដូចយើងលេងអ៊ូអ៊ូហ្នឹងគឺស្រៈអ៊ូហ្នឹងឯងស្រៈអ៊ូស្រៈយូស្រៈយូនោះគឺយើងរៀងមាត់ស៊ុយទៅមុខដែរបើយើងអានស្រៈបានល្អគឺស្រៈយូយូស្រៈអ៊ឺស្រៈអ៊ឺហើយនឹងស្រៈអ៊ីស្រៈអ៊ីហើយក្នុងនេះផងដែរក៏លោកគ្រូទុកជាពន្ធអក្សរខ្មែរដែរគេលោកគេយើងបាក់អានអញ្ចឹងពន្ធអក្សរខ្មែរនេះមានថាអឺស្រៈមូលដ្ឋានគេហៅថា keyboard មើម keyboard keyboard នឹងមូលដ្ឋានមើមគឺស្រៈអញ្ចឹង keyboard មើមស្រៈមូលដ្ឋានអ៊ឹមកានេះគេប្រើសំឡេងគឺអ៊ឹមកាសំឡេងអញ្ចឹងស្រៈមូលដ្ឋានគឺមាន10ហ្នឹងឯងនេះជាសរសេរជាភាសាកូរ៉េហើយខាងនេះគឺសរសេរជាភាសាខ្មែរជាសូរសំឡេងជាភាសាខ្មែរអឺគេដោយសារតែនេះគូស៊ូមទុំតិចមកគេស៊ូមមើលអញ្ចឹងលោកគ្រូចង់បញ្ជាក់មួយដែរទៅទល់នឹងសាំងដែរបើសិនយើងសរសេរស្រអាបើយើងសរសេរតឯងជីគឺយើងសរសេររៀនសរសេរគឺយើងសរសេរបែបហ្នឹងប៉ុន្តែបើសិនជាស្រៈដែលយើងសរសេរជាលក្ខណៈផ្លូវការដែលយើងយកជាការអញ្ចឹងយើងមុនសរសេរស្រអាគឺយើងត្រូវសរសេរយើងចូលទៅមុនយើងហ្នឹងគឺដូចលេខ0អញ្ចឹងយើងយើងអាចថាអ៊ីអ៊ឹងប៉ុន្តែយើងមិនអានពីរម៉ាត់ទេយើងអានថាយើងហ្នឹងគឺលេខ0អញ្ចឹងយើងសរសេរលេខ0មុនយើងសរសេរយើងមុនឆ្វេងស្ដាំពីលើចក្រមហើយតោះយើងសរសេរស្រៈអានេះនៅពេលណាដែលយើងសរសេរជាលក្ខណៈផ្លូវការហើយបើពេលយើងរៀនសរសេរធម្មតាគឺពីលើចុះក្រោមហើយពីឆ្វេងស្ដាំទៅប៉ុន្តែបើសិនជាយើងសរសេរលក្ខណៈផ្លូវការចឹងស្រៈទាំងអស់ហ្នឹងគឺត្រូវតែមានលេខ0អបជាមួយជានិច្ចដូចជាស្រៈអាតមកទៀតស្រៈអីស្រៈយ៉ាស្រៈអីទៀតស្រៈអស្រៈយ៉ស្រៈអូស្រៈយ៉ូស្រៈអ៊ូស្រៈយូស្រៈអ៊ឺស្រៈអ៊ីយ៉ាងទៅហើយក៏មានគ្នាខ្លះក៏ឆ្ងល់ទៀតចុះលោកគ្រូដូចស្រៈអូចេញសរសេរស្រៈអូមុនឬសរសេរអ៊ីងមុនអញ្ចឹងប្រលស្រៈទាំងអស់គឺយើងត្រូវសរសេរអ៊ីងមុនឧទាហរណ៍ស្រៈអូអញ្ចឹងសរសេរអ៊ីងមុនសេអ៊ីងហើយបើយើងសរសេរស្រៈអូតាមក្រោយ
យើងអឺស្រៈណាក៏យើងសរសេររៀងមុនដែរដូចស្រៈយោស្រៈយោដូចគ្នាយើងសរសេររៀងហើយយើងសរសេរស្រៈយោនឹងចូលបាទហើយស្រៈអ៊ឺដូចគ្នាយើងសរសេររៀងហើយមិនយើងសរសេរស្រៈអ៊ឺនៅពីខាងក្រោមយើងអញ្ចឹងរបៀបនេះគឺយើងសរសេរជាលក្ខណៈបែបផ្លូវការប៉ុន្តែបើយើងរៀនសរសេរលោកគ្រូព្រាហ្មណ៍អញ្ចឹងគឺយើងគណសរសេរស្រៈអាធម្មតាស្រៈអធម្មតាតប៉ុន្តែបើយើងសរសេរជាផ្លូវការយើងត្រូវតែមានរៀងដូចលេខ0នេះដែលគេហៅរៀងហ្នឹងគឺសំឡេងមក0អញ្ចឹងយើងសរសេររៀងចូលហើយបើយើងដាក់ស្រៈចូលតាមក្រោយបាទហើយបើមានអីឆ្ងល់ក៏អាចសួរបានដែរហើយលោកគ្រូចង់បញ្ជាក់ដែរបើសិនជាគ្នាយើងចង់ចេះបើបានកាន់តែច្បាស់គ្នាអាចរៀនសរសេរដោយខ្លួនឯងដែរគឺយើងសរសេរនៅក្នុងសភពរបស់យើងដោយខ្លួនឯងចោះអត់អីទេយើងអាចរៀនសរសេរលេងៗអញ្ចឹងគឺដូចជាកិច្ចការផ្ទះចឹងដែរអញ្ចឹងកិច្ចការផ្ទះនេះគេថាមកគ្នាគឺសុកជេ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 នេះគឺកិច្ចការផ្ទះ អញ្ចឹងតែនេះអាស្រ័យលើគ្នាចង់សរសេរក៏បានដែរប៉ុន្តែបើសិនគ្នាសរសេរចូលសភៅក៏ល្អយើងសរសេរទៅយើងសរសេរស្រអាន10ដងស្រយាង10ដងអ10ដងមិនក៏បានហើយយើងសរសេរទៅដើម្បីយើងសមអញ្ចឹងរបៀបផ្សេងគ្នាដឹងថាស្រអាទៅយើងសរសេរស្រអាចុះស្រអាតមទៀតស្រអាតែលោកគ្រូសរសេរស្អាតដោយសារលើអេក្រង់បើសិនលោកគ្រូសរសេរមូលជាងមកស្អាតស្រអាឧទាហរណ៍ស្រអស្ដាប់អសេរៀងហើយបើយើងសរសេរស្រះអញ្ចឹងយើងសរសេររៀងមុនហើយយើងសរសេរស្រះតាមក្រោមអូខេសង្ឃឹមថាគ្នានឹងអនុវត្តសរសេរចូលសភៅខ្លួនឯងដើម្បីគ្នាឆាប់ចេះបន្ថែមទៀតបាទអូខេអញ្ចឹងអានេះយើងប៉ុណ្្នឹងចោះហើយចាំវីដេអូបន្តចាំលោកគ្រូនឹងបរៀនអំពីតទៅនឹងស្រៈផ្សំទាំង11ឲ្យគ្នាដឹងដែរបាទអរគុណច្រើនគ្នាស្បាយទាំងអស់គ្នា